ជំងឺសិមន់ទី1គឺឡើងជាដុំពកកញ្ចុំដោយផ្កាខណានៅតំបន់សម្ងាត់របស់គាត់ឬក៏អ្នកដែលគាត់រួមភេទតាមមាត់អាចមាននៅក្នុងមាត់ឬក៏នៅរន្ធគូតរបស់គាត់ក្នុងករណីរួមភេទតាមរន្ធគូតរោគសញ្ញាបន្ទាប់បន្សំមានដូចជាការធ្លាក់ចូលរមាស់ធំក្លិនការហូរទឹករំអិលពីប្រដាប់ភេទរបស់គាត់មកខុសប្រក្រតីមានពណ៌មានក្លិនជាដើមហើយបងក៏អាចមានលេចនៅជារោគសញ្ញាដូចជាឡើងកទួនៅនឹងបនសម្ងាត់អាចដោះរាយប៉ាយអាចដោះជើងកញ្ចុំអាចដោះដោយផ្កាខាត់ណាអាចដោះដោយរឹសឬក៏ពេលខ្លះដោយកពឹសខូចជាដើមហើយបើសិនជាសង្កេតឃើញថាដុំសាច់នោះវាមានការវិវត្តលឿនចា2សប្តាហ៍ទៅ4សប្តាហ៍វាដោះកាន់តែច្រើនកាន់តែធំជាងមុនមានន័យថាយើងអាចប៉ះចំប្រភេទហ្វិមនកាចបងបរោះក៏ដូចគ្នាដែរក្រោយពេលដែលរួមភេទមានការហូរខ្ទុះមានការធ្លាក់ឈាមមានការធ្លាក់មកលក្ខណៈបែបដូចកកខ្ទុះហើយចាប់ផ្ដើមមានក្លិនអត់ល្អក្តៅកាហាយឈឺហួលនៅពហុនោមរបស់គាត់នោះគឺជារោគសញ្ញានៃចាជំងឺកាមរោគពពួកប្រមាថអាចកើតមានទាំងបរោះទាំងស្ត្រីគ្រប់វ័យទាំងអស់ជាពិសេសវ័យកណ្ដាលដែលគាត់ប្រឡូកក្នុងការរួមភេទមានដៃគូរួមភេទច្រើនធ្វើឲ្យមានការចម្លងចាពីម្នាក់ទៅម្នាក់តាមរយៈការរួមភេទរបស់គាត់បើសិនជាបងចង់ប្រឹក្សាលំអិតទៅលើជំងឺកាមរោគប្រភេទប្រមាថឬមួយក៏ជំងឺផ្សេងៗបងអាចតំណែងមកកាន់នៅគ្រូតាម Telegram ផ្ទាល់ខ្លួនរបស់នៅគ្រូបាន